ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពីការបង់រំលោះផ្ទះតដែលคลิปមុនខ្ញុំបាននិយាយអំពីការដែលយើងមិនមានលុយគ្រប់តមកទៀតយើងទៅតំណែងធនាគារដើម្បីរត់ប្លង់អញ្ចឹងណាបងប្អូនករណីដែលយើងទុកប្លង់នៅបរិយាអញ្ចឹងវាវែងឆ្ងាយថ្ងៃមុខក្រោយយើងមើលអត់ឃើញថាមានស្ថានភាពបែបណាដូចមួយរយៈមុននេះមួយរយៈជំនាន់កូវីដមួយរយៈក្រោយកូវីដនេះមានឃើញថាមានបរិយាជាច្រើនដែរដួលរលំអញ្ចឹងបងប្អូននៅស្នាក់នៅរស់នៅក្នុងផ្ទះហ្នឹងដោយមិនមានប្លង់អញ្ចឹងមួយរយៈក្រោយនេះមានរដ្ឋាភិបាលហ្នឹងគេដោះស្រាយច្រើនហើយប៉ុន្តែបើករណីដែលថាយើងត្រូវទិញផ្ទះសាក្រោយយើងគួរគិតពីបញ្ហាហ្នឹងដែរអញ្ចឹងណាបងប្អូនហើយមួយទៀតករណីសំណង់តកតងមួយសំណង់តាមបុរីសំណង់ផ្សេងគ្នាដូចនាងខ្ញុំពេលទិញផ្ទះដែលនាងខ្ញុំនៅក្នុងវីដេអូហ្នឹងនាងខ្ញុំតែងតែឲ្យប្តីគាត់មកតាមមើលជាងមកផ្ដល់ជាថវិកាតិចតួចឲ្យជាងដើម្បីលើកទឹកចិត្តគាត់ក្នុងការធ្វើផ្ទះយើងហ្នឹងឲ្យបានល្អទឹកអ្នកផ្ទះខ្លះចូលមកនៅអញ្ចឹងដំបូងអត់អីទេយូរទៅវាជ្រាបបើករណីប្រេះតិចតួចវាមានជាធម្មតាគ្រប់ផ្ទះមានសឹងតែគ្រប់ផ្ទះវាជ្រាបទឹកវាខ្លូការ៉ូហើយវាមានបញ្ហារបៀបថាជាច្រើនទៀតនៅក្នុងហ្នឹងបងប្អូន